ស្រះមួយនេះប្រហែលឆ្នាំហើយតាំងពីជីកមកអត់ដែលបូមទេបងប្អូនហើយនេះខ្ញុំទុកសម្រាប់តបងសំណាញ់ដើម្បីយកត្រីស្លបង្ហាញមុខម្ហូបផ្សេងៗអញ្ចឹងណាឆ្នាំនេះនឹកឃើញចង់បូមម្ដងបងប្អូនហើយក្រាក់តាំងពីព្រលឹមអល់ជាមួយនឹងគ្រូសាដើម្បីបច្ចេកម៉ាស៊ីនបូមអញ្ចឹងណាបងប្អូនហើយត្រីនៅក្នុងស្រះនេះដែរភាគច្រើនគឺជាត្រីប្រាដែលនេះខ្ញុំដាក់ចិញ្ចឹមដែលបងប្អូនហ្នឹងគាត់ឧស្សាហ៍ដឹកបន្លែមកពីផ្សារដើម្បីធ្វើជាចំណីអញ្ចឹងបងប្អូនគាត់តែបូមបានប្រហែលនាទីនិយាយថាកូនប្រុសហ្នឹងញ័រអស់ហើយចង់ចុះទៅចាប់ត្រីហើយបូមទឹកអត់ចោលទៅណាទេបងប្អូនហើយដាក់នៅក្នុងស្រែក្បែរហ្នឹងដើម្បីឲ្យទីឲ្យកងានអីលេងអញ្ចឹងបងប្អូនបងមិនទាន់តរៀងផងហ្នឹងកូនប្រុសគាត់ចាប់ផ្ដើមដើររើសខ្ចៅបងប្អូនដោយសារតែចូលចិត្តស្ទូចត្រីរកត្រីជាពិសេសបានបូមស្រះនៅទីអញ្ចឹងទៀតនៅអត់ស្ងៀមទេបងប្អូនហើយរៀងបានតែមួយតិចហ្នឹងដើររើសខ្ចៅរើសខ្ចងហើយកូនបាននិយាយពីខ្ចៅនៅក្នុងស្រះនេះវិញបងប្អូនហើយគាត់តរៀងសបោមែនតែនកូនប្រុសគាត់រើសយកតែម្ដងបានមកកណោប៉ុន្តែអត់បានចិញ្ចឹមទេគឺវាកើតដោយខ្លួនឯងអញ្ចឹងណាជារៀងរាល់ឆ្នាំឲ្យតែរដូវដើមឆ្នាំមានភ្លៀងធ្លាក់ដើមឆ្នាំអញ្ចឹងបងប្អូនគឺសបោត្រីមែនតែនឲ្យតែភ្លៀងម្ដងគ្រូសាគាត់នៅចាំរង្វះនៅក្បែរស្រះហ្នឹងរកត្រីបានប្រហែលជាចិត្តពេញធុងពេត្រូបងប្អូនសិតតែត្រីស្រែមានអណ្ដែងមានក្រាញ់មានទូអីអញ្ចឹងហើយរយៈពេល7-8ឆ្នាំហើយអត់ដែលបូមទេបងប្អូនហើយស្រះនេះទុកតែចិញ្ចឹមត្រីប្រាសម្រាប់បងសំណាញ់នឹងឯងដល់ពេលបូមទៅលទ្ធផលអត់មានត្រីស្រែដោយការរំពឹងទុកទេបងប្អូនគឺសម្បល់ត្រីប្រាដែលយើងបានចិញ្ចឹមនឹងឯងចំណែកឯត្រីស្រែបាន7-8គីឡូទេបងប្អូនរាល់ថ្ងៃឃើញចុះផុកចុះល្បាប់ចុះចិត្តដើររកត្រីហាថ្ងៃអញ្ចឹងដោយសារមានជំនួយការពិសេសគឺសម្លេចជូនបុកអេសាជាមួយនឹងសាន់ខែបងប្អូនដែលជាផលិតផលរបស់ក្រុមហ៊ុនចែសុភាពសារធម្មជាតិ24ទោះមិនក្តៅយ៉ាងណាក៏ដោយបងប្អូនប្រាជាឈុតមកជូតបុកជាមួយនឹងសម្លេចជូតបុកអេសាហើយលាបជាមួយនឹងសាន់ខែមកគឺទទួលបានផលលឿនមែនទែនជួយផ្ដល់សំណើមក៏ដូចជាជាតិទឹកដល់ស្បែកមុខបំបត្តិជ្រួញជំរុញឲ្យមានការផលិតកោសិកាថ្មីជួយព្យាបាលស្បែកមុខខូចរនាំងការពារស្បែកមុខឡើងក្រហមររៀងយាយប្រតិកម្មជាដើមជួយកាត់បន្ថយអាចរុយជាប់ឲ្យធ្វើឲ្យស្បែកភ្លឺរលោងបងប្អូនអាចរកទិញបានតាមតូបតាមផ្សារកន្លែងលក់គ្រឿងក្រអូបតាមម៉ាតផ្សារទំនើបគ្រប់25ខេត្តក្រុងដោយសារតែការចូលចិត្តកសិកម្មការពីនៅតូចហ្នឹងនៅជាមួយលោកពុកបងប្អូនហើយគាត់ជីកស្រះជាច្រើនដើម្បីចិញ្ចឹមត្រីចិញ្ចឹមកូនបានរស់រាល់ថ្ងៃនេះរៀនបានគ្រប់គ្នាអញ្ចឹងណាហើយដល់ពេលដែលនាងខ្ញុំមានភូមិតែខ្លួនឯងអញ្ចឹងនិយាយថាជីកស្រះខាងក្នុងផងខាងក្រៅផងបងប្អូនដើម្បីចិញ្ចឹមត្រីហើយគឺងាយស្រួលក្នុងការធ្វើម្ហូបប្រចាំថ្ងៃមែនតើដោយដែលខ្ញុំបានបង្ហាញនៅវីដេអូអញ្ចឹងបងប្អូនគឺចង់ស្លោអីគឺយើងបង់តែមកសំណាញ់ពីសំណាញ់មកយកត្រីបានស្លោហើយដោយឡែកឆ្នាំនេះគឺបូមតែម្ដងបងប្អូនហើយនៅស្រះខាងក្រៅមួយទៀតបងប្អូនប្រហែលជាត្រីស្រែហ្នឹងអាចនៅខាងក្រៅបងប្អូនអាចតាមដាននៅវីដេអូក្រោយទៀតបានហើយបន្ទាប់ពីចាប់ត្រីបានហើយមកសរុបលទ្ធផលវិញម្ដងបងប្អូនគឺត្រីរបស់យើងគឺបានតែត្រីប្រាប៉ុណ្ណឹងឯងបងប្អូនតប៉ុណ្ណេះគឺចែកញាតិមិត្តបងប្អូនម្នាក់4-5 2 3គីឡូម្នាក់ចំណែកឯត្រីស្រែវិញប្រហែលជា7-8គីឡូដែរបងប្អូនទុកធ្វើម្ហូបនិងចែកអ៊ំក៏ជាបងប្អូនមកជួយបោមកជួយរកត្រីអញ្ចឹងណាហើយធ្វើម្ហូបញ៉ាំជុំគ្នាហើយចង្វាកពឹសក៏ដូចជាមានត្រីមួយចំនួនទៀតក៏ចែកអ៊ំគាត់យកទៅហូបគ្រប់តែគ្នានឹងបងប្អូន